គ្នាដឹងអត់ថាមពលនៃក្តីស្រឡាញ់ចាក្តីស្រឡាញ់គឺធំធេងខ្លាំងមែនទែនអញ្ចឹងរាល់ថ្ងៃបងប្អូនប្រើថាមពលនៃក្តីស្រឡាញ់ចាអញ្ចឹងគេឲ្យយើងមានសេចក្តីស្រឡាញ់មួយដែលមិនទាមទារបងប្អូនរាល់ថ្ងៃយើងស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធជាសេចក្តីស្រឡាញ់មួយដែលយើងទាមទារចាយើងទាមទារឲ្យគេយកចិត្តយើងទាមទារគេបំពេញនេះបំពេញនោះឲ្យយើងចាវាមិនមែនជាសេចក្តីស្រឡាញ់មួយដែលពិតប្រាកដចាគឺក្តីស្រឡាញ់ដែលពិតប្រាកដដែលធ្វើឲ្យយើងមានសេចក្តីសុខបំផុតគឺសេចក្តីស្រឡាញ់ដែលចេញពីដួងចិត្តរបស់យើងមិនចង់ទាមទារឲ្យគេបែបនេះមិនចង់ទាមទារឲ្យគេបែបនោះចាមិនចង់ឲ្យគេ surprise មិនចង់ឲ្យគេធ្វើអ្វីៗដើម្បីយើងចាអញ្ចឹងនេះជាក្តីស្រឡាញ់មួយដែលពិតប្រាកដអញ្ចឹងដែលចេញពីដួងចិត្តរបស់យើងដូចយើងស្រឡាញ់កូនអញ្ចឹងយើងថាស្រឡាញ់កូនតែយើងចាំកូនយើងមានគោលបំណងឲ្យកូនចាស់ទៅវាដឹងយើងវាជូនយើងវាអីចឹងអាហ្នឹងវាធម្មតាកូនវាដឹងហើយប៉ុន្តែយើងកុំទាមទារចាក្នុងការទាមទារវាធ្វើឲ្យយើងវាទៅធ្វើឲ្យយើងក្តៅក្រហាយបងប្អូនក្តៅក្រហាយថៃគេកូននឹងវាមិនដូចចិត្តយើងមិនដូចការគិតរបស់យើងហេតុអីបានប្តីហ្នឹងមិនយកចិត្តយើងដូចប្តីគេឃើញប្តីគេឃើញគេនេះគេ surprise គ្នាអីចឹងទៅយើងមានការតូចចិត្តខ្លួនឯងនេះហើយជាក្តីស្រឡាញ់មួយដែលគេហៅថាសេចក្តីស្រឡាញ់នៅក្នុងការទាមទារអញ្ចឹងគេឲ្យយើងមានក្តីស្រឡាញ់មួយដែលចេញពីដួងចិត្តរបស់យើងកុំឲ្យទាមទារចង់បាននេះចង់បាននោះប្រាថ្នាឲ្យគេយកចិត្តយើងធ្វើតាមយើងចាគិតដូចយើងអានឹងវាអត់បានទេបងប្អូនគឺមិនមែនជាសេចក្តីស្រឡាញ់មួយដែលពិតប្រាកដចាសេចក្តីស្រឡាញ់ដែលពិតប្រាកដយើងអត់ចង់បានអីពីគេយើងឲ្យគេដោយក្តីស្រឡាញ់ចាដោយមិនចង់បានអ្វីតបស្នងទោះបីគេធ្វើបែបណាក៏ដោយយើងមានក្តីស្រឡាញ់មួយគឺផ្ដល់ឲ្យគេចាផ្ដល់ឲ្យគេនឹកឃើញចាស្រឡាញ់ដឹងគុណគ្រប់សពបែបយ៉ាងចាអញ្ចឹងមានអាការដឹងគុណនេះដែលធ្វើឲ្យយើងផ្លូវចិត្តរបស់យើងមានក្តីស្រឡាញ់មួយដែលពិតប្រាកដចានឹកឃើញដឹងគុណសពគ្រប់បែបយ៉ាងដែលយើងកំពុងមានអញ្ចឹងមិនច្បាប់សុទ្ធទេគេឲ្យយើងប្រើនៅការដឹងគុណដើម្បីដឹកនាំផ្លូវចិត្តរបស់យើងបងប្អូនដឹកនាំចិត្តយើងផ្លូវអារម្មណ៍របស់យើងឲ្យផ្ដោតទៅលើក្តីស្រឡាញ់ដែលពិតប្រាកដមិនមែនជាក្តីស្រឡាញ់ដែលទាមទារ